សួស្តីបងប្អូនថ្ងៃនេះមកនិយាយរឿងដ៏គួរឲ្យសោកស្ដាយរបស់អតិថិជនខ្ញុំគ្រួសារមួយគឺគ្រួសារមួយហ្នឹងខ្ញុំបានទៅជួបភរិយារបស់គាត់ដែលគាត់មានកូនតូច2នាក់ខ្ញុំបានប្រឹក្សាពីគម្រោងក្រុមហ៊ុនធានារ៉ាប់រងជប៉ុនដែលជីឡាយជូនទៅគាត់គាត់ស្ដាប់ហើយយល់ថាមានអត្ថប្រយោជន៍ហើយក៏ចង់ប្រើប្រាស់ប៉ុន្តែអ្វីដែលគាត់ចង់ប្រើប្រាស់គាត់ត្រូវតែពិភាក្សាជាមួយនឹងគ្រួសាររបស់គាត់នឹងហើយគាត់បានទៅពិភាក្សាជាមួយនឹងគ្រួសាររបស់គាត់ហើយគាត់ក៏បានអញ្ជើញខ្ញុំទៅផ្ដល់ព័ត៌មានជូនក្រុមគ្រួសាររបស់គាត់ម្ដងទៀតជាលើកទី2ហើយពេលដែលខ្ញុំទៅផ្ដល់ព័ត៌មានជូនគាត់ខ្ញុំបានផ្ដល់ព័ត៌មានអស់ពីអត្ថប្រយោជន៍នៃគម្រោងរបស់យើងហើយនឹងការការពារអីផ្សេងអញ្ចឹងទៅប៉ុន្តែគាត់នៅតែយល់ថាมันមានតម្រូវការក្នុងការប្រើប្រាស់ឲ្យព្រោះគាត់មានបានបោសសហើយចាហ្នឹងហើយមានបានបោសសគឺល្អសម្រាប់ក្រុមគ្រួសារគាត់គឺការពារពេលដែលឈឺថ្កាត់គាត់អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់លុយដែលជាដៃគូរបស់បោសសប៉ុន្តែគម្រោងរបស់យើងគឺជាគម្រោងមួយដែលការពារដែលសន្សំសម្រាប់អនាគតកូនគាត់ប៉ុន្តែយើងនិយាយប្រាប់គាត់អស់ពីអត្ថប្រយោជន៍ហើយគាត់នៅតែយល់ថាវាមិនទាន់សំខាន់សម្រាប់គ្រួសារគាត់អញ្ចឹងក៏យើងគិតថានេះជាអត្ថប្រយោជន៍របស់គ្រួសារគាត់ទេបើគាត់ប្រើវាជាការការពារគ្រួសារគាត់ផ្ដល់អត្ថប្រយោជន៍សម្រាប់អនាគតកូនគាត់អញ្ចឹងខ្ញុំក៏បានជំរាបលាគាត់មកវិញហើយបានមួយរយៈពេលប្រហែលជាខ្ទង់1ខែជាងគ្រួសាររបស់គាត់ដែលគាត់មិនគិតថាมันសំខាន់នោះក៏បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹកទៅវាជាការសោកស្ដាយមួយពេលដែលភរិយាគាត់ឆាតមកខ្ញុំប្រាប់ថាគ្រួសាររបស់គាត់បានចាក់ចេញទៅដោយជំងឺគាំងបេះដូងហើយសម្រាប់ខ្ញុំពេលដែលទៅជួបគាត់គឺគ្រួសាររបស់គាត់មានសុខភាពល្អព្រោះគាត់ជាពេទ្យម្នាក់ដែរតែគាត់ជាពេទ្យថ្មិញហើយសម្រាប់គ្រួសារគាត់មានបំណុលធនាគារដែរក្នុងការមកបើកclinic ថ្មិញហ្នឹងហើយនឹងមានបន្ទុកកូនស្រី2នាក់ដែរគ្រួសាររបស់គាត់បាននិយាយទាំងទឹកភ្នែកហើយសោកស្ដាយប៉ុន្តែយើងមិនអាចជួយគាត់អ្វីបានទេព្រោះដោយសារតែការពីយើងទៅប្រឹក្សាជូនគាត់គឺគាត់ជាអ្នកសម្រេចចិត្តយើងអត់មានសិទ្ធិក្នុងការជំរុញឬក៏បង្ខំឲ្យគាត់ប្រើប្រាស់គម្រោងរបស់យើងទេអញ្ចឹងការសម្រេចចិត្តរបស់គាត់វាជាជំរឿនរបស់គាត់និងជាការទទួលយករបស់គាត់ចាអញ្ចឹងយើងពិតជាសោកស្ដាយនៅអ្វីដែលគាត់ជ្រើសរើសថាមិនចង់ប្រើប្រាស់ព្រោះជាក់ស្ដែងខ្ញុំក៏អត់ដឹងរឿងនៅក្នុងពេលខាងមុខគាត់ក៏អត់ដឹងរឿងនៅពេលខាងមុខដូចគ្នាអញ្ចឹងពីខ្ញុំទៅខ្ញុំមានតែចូលរួមសោកស្ដាយជាមួយនឹងក្រុមគ្រួសារគាត់ដែលបន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើភរិយារបស់គាត់ត្រូវមើលថែកូននិងបំណុលធនាគារដែលជាបន្ទុកដ៏ធំមួយដែរសម្រាប់ក្រុមគ្រួសាររបស់គាត់អញ្ចឹងយើងឃើញថាបើសិនណាជាគាត់មានគម្រោងណាមួយដែលធ្វើដើម្បីអនាគតកូនគាត់ប៉ុន្តែអាចការពារក្រុមគ្រួសារគាត់យ៉ាងល្អមួយហ្នឹងក៏វាជាអត្ថប្រយោជន៍សម្រាប់គ្រួសាររបស់គាត់ដែរយើងគិតថាការចំណាយដែលมันចាំបាច់ខ្លះអាចរៀបចំដើម្បីអនាគតកូនយើងហើយយើងអាចបន្ថែមនៃការការពារបន្ថែមទៀតវាគឺពិតជាល្អសម្រាប់ក្រុមគ្រួសារដើម្បីមនុស្សជាទីស្រឡាញ់របស់យើង